បាទនឹងជម្រាបសួរពុកម៉ែបងប្អូនទាំងអស់នេះគឺជាទូកងោសវណ្ណគាវណ្ណគានេះស្ថិតនៅក្នុងភូមិអង្គរខ្មៅឃុំកុយមីស្រុកគោបរីខេត្តបន្ទាយមានជ័យបាទសវណ្ណគាពីបរមបុរាណណានេះយើងជួសជុលរួចអស់ហើយដោយជាងទឿនិងក្រុមកូនជាងនៅភូមិអង្គរខ្មៅតែម្ដងបាទជាសាច់នេគាពីបរមបុរាណយើងជួសជុលធ្វើឈើថ្មីផងហើយទូកនេះមានប្រវត្តិដើមកំណើតតាំងពីឆ្នាំ1974ធ្វើមុនសម័យប៉ុលពតហើយក៏យើងបានទុកចោលតាំងពីឆ្នាំ2009 2010អីមកយើងទុកចោលអត់បានដែលអមទេហើយទូកនេះឯងគឺធ្វើដំបូងគឺទូកចែវទេសម័យនោះក្រោយមកក៏ចេញពីប៉ុលពតមកចាស់ក៏នាំគ្នាធ្វើទូកអមដែលមានចំណុះ30នាក់ជាង30នាក់ហើយក៏អមមករហូតមកហើយធ្លាប់បានទៅរាជធានីភ្នំពេញហ្នឹង2ដងបាទណានៅឆ្នាំ92 93នឹងបានពៀនមកបាទនៅសម័យនោះហើយក៏ដែលយើងក្រោយមកក៏បានរៀបចំធ្វើទៅទូកខ្នាតអន្តរជាតិចំណុះ22នាក់បានធ្វើទៅចំណុះ22នាក់ហើយក៏អមបានទៅ2 3ឆ្នាំទៅក៏វាថយវាអីចឹងទៅបានទុកចោលនៅឆ្នាំ2009 2010ហ្នឹងហើយខ្ញុំក៏ពេលនេះខ្ញុំបានឲ្យចាស់ជួសជុលហ្នឹងហើយយកឈើយកអីមកជួសជុលទុកពុកធំទូវាស្អាតគឺណាអ៊ំហ្នឹងហើយយើងអ៊ំខ្ញុំអញ្ចឹងគឺយើងបានជួសជុលរួចហើយបាទនៅឆ្នាំ2025ចូល26នេះព្រោះធ្វើរៀងយូរដែរrồiធ្វើសឹមទៅហើយខ្ញុំថតនេះនៅថ្ងៃអង្គារទី5 ខែឧសភាឆ្នាំ2026បាទនេះខាងកន្សៃហើយថតនេះទុកជាឯកសារជូនពុកម៉ែបងប្អូនអ្នកដែលឆ្លាញ់គាំទ្រទូកងោទាំងអស់មើលទាំងអស់គ្នាបាទមើលទាំងអស់គ្នាជាមរតកប្រពៃណីរបស់យើងណាដែលធ្វើទូនេះគឺដើម្បីអភិរក្សថែរក្សាប្រពៃណីទំនៀមទម្លាប់របស់យើងទុកបាទឲ្យកូនចៅយើងបានអមលេងនិងអបអរសាទរព្រះរាជពិធីបុណ្យអុំទូកបាទធ្វើដើម្បីអញ្ចឹងឯងបាទអញ្ចឹងធ្វើនេះចំណុះ22នាក់បាទចំណុះ22នាក់ហើយលក្ខណៈជួសជុលទេមិនមែនធ្វើថ្មីអីទាំងស្រុងទេជួសជុលបាទចាសសូមអរគុណពុកម៉ែបងប្អូនអ្នកទស្សនាទាំងអស់គ្នា